វីដេអូមុនយើងបានស្វែងយល់រួចទៅហើយពីផ្នែកមួយនៃប្រទេសប៊ុលហ្គារីសម្រស់ធម្មជាតិពិតជីវិតរស់នៅនិងអត្តចរិតរបស់នារីបែកខាងអឺរ៉ុបខាងកើតនៅទីក្រុងសូហ្វៀចូលមកដល់វីដេអូនេះយើងស្វែងយល់ស៊ីជម្រៅពីប្រទេសមួយនេះប៊ុលហ្គារីគឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង13នៅលើពិភពលោកដែលមានជនជាតិស្លាវជាប្រជាជនចម្បងដោយស្ថិតក្នុងសាខាស្លាវខាងត្បូងមានប្រភពដើមដូចគ្នាទៅនឹងប្រទេសសេប៊ីនិងក្រូអាតប៉ុន្តែវប្បធម៌របស់ពួកគេគឺខិតទៅរកសាសនាគ្រិស្តអូសូដុកច្រើនជាងជនជាតិប៊ុលហ្គារីមានចំនួន 84% នៃប្រជាជនទូទាំងប្រទេសការកកើតប្រជាជាតិនេះគឺជាលទ្ធផលនៃការច្របាច់បញ្ចូលគ្នារវាងជនជាតិប៊ុលហ្គារីបុរាណនិងជនជាតិស្លាវនៅសតវត្សទី7ជនជាតិប៊ុលហ្គារីពីអាស៊ីកណ្ដាលបានចងសម្ព័ន្ធភាពជាមួយជនជាតិស្លាវនៅតំបន់ទន្លេដានូបដានយូប៊ីនិងបានបង្កើតនគរប៊ុលហ្គារីស្លាវនៅឆ្នាំ681ទីបំផុតពួកគេបានវិវត្តទៅជាប្រជាជាតិប៊ុលហ្គារីសម័យទំនើបដែលមានភាសាវប្បធម៌និងសាសនាស្រដៀងទៅនឹងជនជាតិស្លាវប៊ុលហ្គារីមានទំនៀមទម្លាប់រៀបការដ៏ចម្រូងចម្រាសមួយគឺទីផ្សារកូនក្រមុំដែលជាសកម្មភាពប្រពៃណីរបស់សហគមន៍ជនជាតិរ៉ូម៉ាទីផ្សារនេះរៀបចំឡើង1 ទៅ 4 ដងក្នុងមួយឆ្នាំដោយសារតែកង្វះឱកាសក្នុងការតាក់ទងគ្នាដោយសេរីក្មេងស្រីអាយុ16 ទៅ 20 ឆ្នាំត្រូវបានឪពុកម្ដាយនាំមកទីផ្សារនេះដោយស្លៀកពាក់តុបតែងខ្លួនយ៉ាងស្អាតបើគ្រួសារខាងប្រុសពេញចិត្តក្មេងស្រីណាត្រូវបង់ប្រាក់ពី 3000 ទៅរាប់ម៉ឺនអឺរ៉ូជាថ្លៃទឹកដោះយ៉ាងណាមិញក្មេងស្រីក៏មានសិទ្ធិវាយតម្លៃលើលទ្ធភាពសេដ្ឋកិច្ចរបស់បុរសនិងសម្រេចចិត្តថាយល់ព្រមឬអត់ផងដែរអាយុរៀបការស្របច្បាប់នៅប៊ុលហ្គារីគឺ18ឆ្នាំនិយាយពីប៊ុលហ្គារីតើអ្នកនឹកឃើញដល់អ្វីប្រេងផ្កាកុលាបដ៏ល្បីល្បាញឬបាក់តេរីទឹកដោះគោជូរសម្រាប់មនុស្សជាច្រើនរឿងដំបូងដែលនឹកឃើញគឺនារីស្រស់ស្អាតប៊ុលហ្គារីតែងតែជាប់ឈ្មោះជាប្រទេសដែលមាននារីស្រស់ស្អាតជាងគេមួយនៅអឺរ៉ុបនារីនៅទីនេះភាគច្រើនមានច្រមុះស្រួចភ្នែកធំនិងរាងស្រឡូនជាមួយកម្ពស់មធ្យម 1.63 ម៉ែត្រការដែលមាននារីស្រស់ស្អាតច្រើនបែបនេះគឺដោយសារទីតាំងភូមិសាស្ត្រដែលជាចំណុចប្រសព្វនៃអរិយធម៌ការកាត់សាសរវាងក្រិចស្លាវនិងអូតូម៉ង់រួមផ្សំជាមួយបរិស្ថានធម្មជាតិល្អនិងរបបអាហារដែលមានសុខភាពល្អទឹកដោះគោជូរបន្លែទឹកឃ្មុំនិងស្រាទំពាំងបាយជូរភូមិសាស្ត្រនិងស្ថានភាពសេដ្ឋកិច្ចសាធារណរដ្ឋប៊ុលហ្គារីស្ថិតនៅភាគអាគ្នេយ៍នៃទ្វីបអឺរ៉ុបលើឧបទ្វីបបាល់កង់បាល់ខានដែលមានព្រំប្រទល់ជាប់សមុទ្រខ្មៅទូគីក្រិកសេប៊ីម៉ាសេដូនីខាងជើងនិងរូម៉ានីវាជាស្ពានតភ្ជាប់រវាងអឺរ៉ុបនិងអាស៊ីផ្ទៃដីនិងប្រជាជនមានផ្ទៃដីប្រមាណ 110,000 គីឡូម៉ែត្រការ៉េនិងមានប្រជាជនប្រហែល 6.5 លាននាក់ប្រទេសនេះកំពុងប្រឈមនឹងបញ្ហាធ្លាក់ចុះប្រជាជនយ៉ាងធ្ងន់ធ្ងរដោយសារយុវជននាំគ្នាធ្វើចំណាកស្រុកទៅអាល្លឺម៉ង់និងអង់គ្លេសសាសនានិងភាសា 60% កាន់សាសនាគ្រិស្តអូសូដុក 10% កាន់សាសនាអ៊ីស្លាមភាសាផ្លូវការគឺភាសាប៊ុលហ្គារីប្រើប្រព័ន្ធអក្សរស៊ីរីលីកសេដ្ឋកិច្ចនិងការរស់នៅប្រាក់ខែមធ្យមគឺប្រហែល 1000 អឺរ៉ូដែលទាបបំផុតក្នុងសហភាពអឺរ៉ុបប៉ុន្តែទំនិញថ្លៃជួលផ្ទះសេវាពេទ្យនិងអប់រំគឺថោកខ្លាំងណាស់ទាបជាងអឺរ៉ុបខាងលិចពី1/3ទៅ1/2មន្ទីរពេទ្យរដ្ឋផ្ដល់សេវាព្យាបាលមូលដ្ឋានឥតគិតថ្លៃចំណែកការអប់រំពីរដ្ឋក៏ឥតគិតថ្លៃរហូតដល់ថ្នាក់សាកលវិទ្យាល័យផងដែរនេះទើបធ្វើឲ្យអឺរ៉ុបខាងលិចជាច្រើនចូលចិត្តមកចូលនិវត្តន៍នៅទីនេះផលិតផលល្បីៗប្រចាំប្រទេសប្រេងផ្កាកុលាបមាសរាវប៊ុលហ្គារីផលិតប្រេងផ្កាកុលាបាន 70% នៃទីផ្សារពិភពលោកផ្កាកុលាបពី 1.5 ទៅ 1.8 លានដងទើបអាចចម្រាញ់បានប្រេង1គីឡូក្រាមដែលមានតម្លៃពី 9,000 ទៅ 19,000 ដុល្លារអាមេរិកក្នុង1គីឡូពួកវាត្រូវបេះដោយផ្ទាល់ដៃនៅចន្លោះម៉ោង 5 ទៅ 9 ព្រឹកទឹកដោះគោជូរ Yogurt ប្រទេសនេះល្បីល្បាញដោយសារបាក់តេរីទឹកដោះគោជូរ Lactobacillus bulgaricus ដែលអ្នកវិទ្យាសាស្ត្រអះអាងថាជួយឲ្យមនុស្សមានអាយុវែងក្រុមហ៊ុនអន្តរជាតិធំៗត្រូវបង់ថ្លៃសិទ្ធិប្រមាណ 40-50 លានដុល្លារជារៀងរាល់ឆ្នាំដើម្បីប្រើប្រាស់បាក់តេរីនេះស្រាទំពាំងបាយជូរប៊ុលហ្គារីជាប្រទេសផលិតស្រាទំពាំងបាយជូធំទី25លើលោកនិងជាទីពេញចិត្តសម្រាប់អ្នកនិយមស្រាក្រហមមោទនភាពវប្បធម៌និងកីឡា
អក្សរស៊ីរីលិកប៊ុលហ្គារីជាកន្លែងកំណើតនៃប្រព័ន្ធអក្សរស៊ីរីលិកតាំងពីសតវត្សទី9ដែលបច្ចុប្បន្នត្រូវបានប្រើប្រាស់ដោយមនុស្សជាង250លាននាក់រួមទាំងប្រទេសរុស្ស៊ីតន្ត្រីដល់លំហអវកាសសម្លេងច្រៀងរបស់ក្រុមនារីប៊ុលហ្គារីត្រូវបានអង្គការ NASA បញ្ចូលជាតំណាងឲ្យវប្បធម៌ផែនដីនិងបញ្ជូនចូលទៅក្នុងលំហអវកាសរៀងរាល់ខែមិថុនាគេតែងប្រារព្ធពិធីបុណ្យផ្កាកូឡាដែលទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកីឡានិងអវកាសពួកគេជាមហាអំណាចកីឡាលើកទម្ងន់ឈ្នះមេដាយមាស21និងកីឡាចំបាប់ឈ្នះមេដាយមាស16ជាងនេះទៅទៀតនៅឆ្នាំ1979អវកាសយានិកប៊ុលហ្គារីម្នាក់ក៏បានធ្វើដំណើរទៅកាន់លំហអវកាសផងដែរប្រវត្តិសាស្ត្រនិងទេសចរណ៍ប្រវត្តិសាស្ត្ររបស់ប៊ុលហ្គារីគឺប្រៀបដូចជាសៀវភៅវីរកថាអឺរ៉ុបសង្ខេបវាឆ្លងកាត់ការគ្រប់គ្រងរបស់រ៉ូម៉ាំងបង្កើតជាចក្រភពរបស់ខ្លួននិងធ្លាក់ក្រោមការត្រួតត្រារបស់អូតូម៉ង់ជិត500ឆ្នាំក្រោយមកក្លាយជារដ្ឋសង្គមនិយមនិងបានប្រែក្លាយជាប្រជាធិបតេយ្យនៅឆ្នាំ1989នៅឆ្នាំ2007ប្រទេសនេះបានក្លាយជាសមាជិកសហភាពអឺរ៉ុប EU ទីក្រុងសូហ្វីយ៉ាជារដ្ឋធានីដែលមានការលាយឡំស្ថាបត្យកម្មរ៉ូម៉ាំងអូតូម៉ង់និងសង្គមនិយមទីក្រុងក្លបឌីវជាទីក្រុងដែលចាស់ជាងគេបំផុតមួយនៅអឺរ៉ុបអាយុកាលជាង6000ឆ្នាំឆ្នេរសមុទ្រខ្មៅគឺជាឋានសួគ៌លំហែកាយនៃរដូវក្តៅដែលទាក់ទាញភ្ញៀវទេសចរពីអង់គ្លេសនិងអាល្លឺម៉ង់ប៊ុលហ្គារីជាប្រទេសដែលងាយនឹងត្រូវបានគេមើលរំលងប៉ុន្តែពិតជាស័ក្តិសមឲ្យគេស្វែងយល់ឡើងវិញទោះបីជាសេដ្ឋកិច្ចមិនសូវខ្លាំងប៉ុន្តែប្រទេសតូចមួយនេះមានភាពលេចធ្លោរហូតដល់កម្រិតលេខ1លើពិភពលោកលើវិស័យប្រេងផ្កាកូឡាទឹកដោះគោជូរនិងកីឡាវាបង្ហាញពីប្រាជ្ញាក្នុងការរស់រានមានជីវិតរបស់រដ្ឋតូចមួយនៅចន្លោះមហាអំណាចដោយលាយបញ្ចូលគ្នានៅប្រព័ន្ធលោកខាងលិចតែរក្សាបាននូវស្នាមដានរបស់បូព៌ាប៊ុលហ្គារីគឺជាផ្ទាំងរូបភាពមួយផ្ទាំងដែលមិនអាចខ្វះបានសម្រាប់បំពេញភាពពេញលេញនៃទ្វីបអឺរ៉ុបប្រសិនបើលើកក្រោយអ្នកឮឈ្មោះប្រទេសនេះសូមចាប់អារម្មណ៍បន្តិចព្រោះអ្នកនឹងឃើញថាវាមានភាពគួរឲ្យចាប់អារម្មណ៍ជាងអ្វីដែលអ្នកធ្លាប់គិត